សួរបងប្អូនទាំងគ្នាអញ្ចឹងថ្ងៃនេះគឺយើងមកចាប់ផ្ដើមបន្តទៀតនៅក្នុងមេរៀនអនុគមដែលនៅក្នុងវីដេអូនេះគឺយើងផ្ដោតសំខាន់ទៅលើការដោះស្រាយសមីការនិងវិសមីការអញ្ចឹងចំពោះផ្នែកទី1បើយើងកាន់តែធ្វើម៉េចឲ្យកាន់តែច្បាស់គឺយើងផ្ដោតទៅលើសមីការអញ្ចឹងយើងអាចថាសមីការហ្នឹងយកទៅប្រើជាច្រើននៅក្នុងអនុគមអញ្ចឹងយើងមកដឹងទាំងអស់គ្នាតោះអញ្ចឹងយើងមើលគេមានតម្លៃ x គេថាចំពោះគ្រប់ x y ជាចំនួនពិតហើយនឹងការជាចំនួនវិជ្ជមានជាចំនួនពិតដែរប៉ុន្តែវាវិជ្ជមានអញ្ចឹងយើងអាចសរសេរបានដូចខាងក្រោមអញ្ចឹងអាពីរខាងលើនេះគឺជាប្រភេទសមីការដែលមានសញ្ញាស្មើហើយ4ខាងក្រោមនេះគឺជាប្រភេទវិសមីការដែលនិយាយតទៅនឹងសញ្ញាធំជាងតូចជាងហ្នឹងទៅអញ្ចឹងយើងនឹងចាប់ផ្ដើមពីប្រភេទសមីការពីរនេះសិនអញ្ចឹងយើងសង្កេតឃើញថាយើងមានទី1 ស្វ័យគុណ x ស្មើនឹង ស្វ័យគុណ y ហើយទី2គឺ ស្វ័យគុណ x ស្មើនឹងតម្លៃការយកមកយើងមើលលក្ខណៈប្លែកខាងនេះមានខាងនេះក៏មានតែខាងនេះមានខាងនេះអត់អញ្ចឹងបើសិនជាវាមានតម្លៃទាំងសងខាងអញ្ចឹងយើងអាចឲ្យស្វ័យគុណស្មើស្វ័យគុណអញ្ចឹង x ស្មើ y ប៉ុន្តែបើសិនខាងនេះមានសង្គុណ x ស្មើការអញ្ចឹងយើងអាចទាញបាន x ស្មើលបនីពែនៃការតោះណាអញ្ចឹងគឺយើងមាន2ហ្នឹងអញ្ចឹងយើងចាប់ផ្ដើមពីចំណុចហ្នឹងតោះយើងទៅឧទាហរណ៍ទាំងអស់គ្នាអញ្ចឹងក៏កន្លែងនេះគ្រូមានបន្ថែមដែរអញ្ចឹងបើសិនជាសេគុណ x ស្មើនឹងចំនួនអវិជ្ជមានអូនដែរស្វ័យគុណ x ស្មើនឹងដក3ចុះថាតើសមីការហ្នឹងមានចម្លើយអត់អញ្ចឹងបើសិនជាសេគុណ x ស្មើនឹងចំនួនអវិជ្ជមានណាមួយអញ្ចឹងគ្រូអាចសរសេរជារួមអត់សរសេរដកទេអញ្ចឹងស្មើនឹងការដូចគ្នាដែរប៉ុន្តែបើសិនជាការហ្នឹងតូចជាង0អញ្ចឹងគេថាសមីការគ្មានចម្លើយតោះណាអានេះគ្រូអត់សរសេរព្យាង្គតម្រួតអញ្ចឹងបើសិនជាការហ្នឹងតូចជាង0គឺអត់មានចម្លើយទេអត់មានអីផ្ទៀងផ្ទាត់ទេព្រោះដោយសារx របស់យើងវិជ្ជមានជានិច្ចតោះអញ្ចឹងយើងមកចាប់ផ្ដើមជាមួយនឹងឧទាហរណ៍អញ្ចឹងកគេឲ្យយើងស្វ័យគុណ x ដក1ស្មើស្វ័យគុណ2អញ្ចឹងយើងគ្រាន់តែកលេចប៉ុណ្ណឹងឃើញចូលចំណុចទី1ដល់អញ្ចឹងស្វ័យគុណ x ស្មើស្វ័យគុណ y អញ្ចឹងយើងអាចទាញបានស្វ័យគុណស្មើនឹងស្វ័យគុណ x ស្មើ x ដក1គឺស្មើ2អញ្ចឹងគ្រាន់តែយើងបោះទៅអញ្ចឹងគឺយើងទាញបាន x ស្មើមែន2បូក1គឺ3ហ្នឹងហើយហ្នឹងអាហ្នឹងគឺជាប្រភេទសមីការយើងនឹងរៀនតោះណាអញ្ចឹងគេឲ្យយើងដោះស្រាយសមីការហ្នឹងគឺគេឲ្យយើងរកអញ្ញត្តិ x ហ្នឹងហើយតោះអញ្ចឹងចូលដល់ទី2បន្តទៀតអញ្ចឹងទី2គឺគេឲ្យយើងសគុណ x បូក3ស្មើនឹងសគុណ2អញ្ចឹងក៏យើងអាចថាស្រួលដែរគឺយើងទាញបាន x ស្មើនឹង x បូក3ស្មើនឹង2អញ្ចឹង x ស្មើមែន2បូករបស់ទៅនោះគឺដកអញ្ចឹងបាន x ស្មើមែនស្មើដក1អញ្ចឹងយើងលឿនអត់តោះអញ្ចឹងមួយទៀតយើងចាប់ដើមចូលយើងចំណុចថ្មីហីអញ្ចឹងយើងមានសគុណ x គុណនឹងស្វ័យគុណ2ស្មើ1អញ្ចឹងយើងអាចរំលឹកទៅអ្វីដែលយើងធ្លាប់រៀនអញ្ចឹងបើសិនយើងមានស្វ័យគុណ x គុណនឹងស្វ័យគុណ y អញ្ចឹងបើសិនជាគោលវាដូចគ្នាអាគោលទាំងពីរដូចគ្នាយើងទុកគោលនៅចោលដែរយកស្វ័យគុណបូកស្វ័យគុណអញ្ចឹងកន្លែងនេះគ្រូអាចសរសេរមកបន្តទៀតបានអត់គឺគ្រូអាចសរសេរបានស្វ័យគុណ x បូក2ស្មើ1អញ្ចឹងចំពោះ1យើងអាចសរសេរបានស្វ័យគុណមែនគឺស្វ័យគុណ0ដែលគ្នាយើងធ្លាប់រៀនហើយអញ្ចឹងបំលែងទៅគោលទាំងអស់អញ្ចឹងគ្រូអាចសរសេរបាន x បូក2ស្មើមែនស្មើ0អញ្ចឹង x ស្មើមែន x ស្មើដក2នេះគឺជាចម្លើយរបស់យើងដល់ហ្នឹងអញ្ចឹងគ្រូឲ្យឧទាហរណ៍ប៉ុណ្ណឹងហើយបន្ថែមបន្តិចទៀតឲ្យកាន់តែច្បាស់គ្រូអាចបន្ថែម3ឧទាហរណ៍ទៀតឲ្យគ្នាយើងយកទៅរៀនធ្វើដើម្បីយកទៅធ្វើនៅក្នុងសភៅពុំដូចគ្នាដែរខហើយបន្ទាប់ងចតោះអញ្ចឹងបន្ទាប់គឺយើងមានស្វ័យគុណ 2x ស្មើនឹងស្វ័យគុណ x ការ៉េបងណាតោះអញ្ចឹងយើងឃើញដូចគ្នាដែរយើងនៅតែបន្តយើងប្រើអាទី1នឹងរហូតដើម្បីឲ្យគ្នាយើងកាន់តែស្ទាត់ជំនាញអញ្ចឹងគ្រូអាចសរសេរបានស្វ័យគុណស្មើនឹងស្វ័យគុណអញ្ចឹងស្មើនឹង x ការ៉េអញ្ចឹងយើងមាន x ការ៉េផងខាងនេះមាន x ផងអញ្ចឹងយើងសួរថាតើ
យើងអាចសម្រួល x ចោលបានអត់អញ្ចឹងបើសិនជាឧទាហរណ៍ណាឥឡូវគ្រូធ្វើឲ្យគ្នាយើងមើលឃើញកន្លែងខុសសិនអញ្ចឹងបើសិនយើងសម្រួល x ចោលយើងអាចសរសេរបាន2ស្មើ x ឬយើងអាចសរសេរបានថា x ស្មើមែនស្មើ2បដូរទៅមុខអញ្ចឹងបើយើងធ្វើបែបហ្នឹងបើយើងសម្រួល x បែបហ្នឹងចោលគឺអត់កើតទេវាបាត់មកតួទៀតអញ្ចឹងនៅពេលណាដែលយើងសម្រួលនឹងកតាណាមួយគឺយើងត្រូវឲ្យកតាហ្នឹងខុសពី0សិនអញ្ចឹងគឺយើងអាចសម្រួលយ៉ាងបានទេអញ្ចឹងគឺយើងធ្វើការបោះវាទៅអង្គទី1នេះគ្នាដែរអញ្ចឹងគួរអាចសរសេរបានមិនបោះនេះទៅនោះទៅអញ្ចឹងគឺយើងបាន x ការ៉េដក 2x ស្មើ0អញ្ចឹងយើងមាន x ជាកតាដូចគ្នាមក x ដក2ស្មើ0អញ្ចឹងយើងអាចទាញបាន x ស្មើ0ឬ x ដក2ស្មើមែនស្មើ0 x ស្មើ0 x ស្មើមែន x ស្មើ2នេះគឺជាចម្លើយរបស់សមីការរបស់យើងតោះអញ្ចឹងគ្រូចូល2ចំណុចទៀតហើយកន្លែងនេះគឺគ្រូនឹងឲ្យគ្នាយើងយកទៅធ្វើសារអញ្ចឹងកន្លែងនេះគឺមានអីគេសេគុណ x ការ៉េស្មើនឹង1លើសេគុណដក10 16តោះហ្នឹងហើយមួយទៀតគឺដូចគ្នាដែរគឺគ្រូមានសេគុណ 2x ដក3ស្មើនឹង7តោះអញ្ចឹងយើងធ្វើមិនទៅអញ្ចឹងចំពោះមកយើងចូលនៅក្នុងចំណុចសំខាន់ទី2ដែល x ស្មើនឹងតម្លៃថេដែលថេហ្នឹងគឺវិជ្ជមានជានិច្ចអញ្ចឹងគឺយើងត្រូវតែផ្សារភ្ជាប់ជាមួយនឹងតម្លៃការហ្នឹងគឺត្រូវតែឲ្យវាវិជ្ជមានជានិច្ចបានវាមានចម្លើយបើវាអវិជ្ជមានវាគ្មានចម្លើយទេអញ្ចឹងនៅពេលណាដែលយើងបាត់នេះអានេះមានអញ្ចឹងដល់ពេលបាត់ចប់ x អញ្ចឹងអានេះអង្គទី2ចប់លិនវិញអញ្ចឹងយើងអាចសរសេរបានតែស្វ័យគុណខាងលើមកគឺ 2x ដក3ស្មើលោកនេះពែនៃ7អញ្ចឹងយើងអាចបោះ3ទៅអង្គទី2អញ្ចឹងយើងអាចសរសេរបាន 2x ស្មើនឹង3បូកលោកនេះពែនៃ7អញ្ចឹងពេលយើងទាញរក x គឺចែកអង្គសងខាងនឹង2គឺយើងអាចសរសេរបាន1លើ2កតាឲ្យ3បូកលោកនៃពែនៃ7តោះណាហ្នឹងហើយនេះគឺជាការដោះស្រាយសមីការរបស់យើងហើយបងប្អូនអាចតម្លាក់ចម្លើយដូចគ្នាដែរថាតើសំណួរចរបស់យើង x ស្មើនឹងតម្លៃប៉ុន្មានខ្លះតោះណាអញ្ចឹងយើងមានឧទាហរណ៍5ដើម្បីឲ្យកាន់តែច្បាស់ហើយយើងមានកិច្ចការមួយដែលគ្នាយើងសាកធ្វើបើគ្នាយើងធ្វើបានអាហ្នឹងមានន័យថាអ្វីដែលយើងរៀនគឺចេះហើយតោះអញ្ចឹងចំពោះសមីការគឺគ្រូមានតែប៉ុណ្្នឹងទេវីដេអូបន្ទាប់យើងនឹងចូលទៅដល់វិសមីការរបស់ Expo បន្តទៀតឲ្យកាន់តែច្បាស់អញ្ចឹងគ្រូមានប៉ុណ្្នឹងបាយបាយ